សួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះយើងមកនិយាយតពីវិញ្ញាសាជីវៈដែលជាវិញ្ញាសាធៀមប្លង់បាក់ឌុបវិញ្ញាសាទី2មកពីសាស្ត្រាចារ្យធូផូនឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សំណួរនឹងបំពេញប្រឡោះទាំងអស់គ្នាចឹងរមាំង1បំពេញប្រឡោះ1ចំពោះផ្កាដែលគ្មានក្លិនដំណើរលំអងប្រព្រឹត្តទៅឡើងដោយសារខ្យល់2 Hershey បានបង្ហាញថាគឺ ADN របស់វីរុសដែលត្រូវបញ្ចូលទៅក្នុងកោសិកាបាក់តេរីមិនមែនជាប្រូតេអ៊ីនទេដូចនេះ ADN ជាព័ត៌មានសេនេតិកលេខ2រមាំង1អ្នកវិទ្យាសាស្ត្របានប្រើប្រាស់វិស្វករសេនេតិកក្នុងវិស័យសុខាភិបាលវិស័យកសិកម្មនិងវិស័យឧស្សាហកម្មស្បៀង2ក្នុងវិស័យនីមួយៗគេមានផលិតក្នុងវិស័យសុខាភិបាលគេផលិតអាំងស៊ុយលីនអាំងតែផូរ៉ូនអាំងតែអាឡឺគីនអង់ទីប្រូទិកវ៉ាក់សាំងអង់ទីក័រក្នុងវិស័យកសិកម្មគេផលិតជីគីមីថ្នាំសម្រាប់សត្វល្អិតថ្នាំសម្រាប់ស្មៅរុក្ខជាតិ CM ក្នុងវិស័យឧស្សាហកម្មស្បៀងគេផលិតទឹកដោះគោជូរស្រាបៀរនំប៉័ងប្រូម៉ាស់ឡាក់ឥឡូវយើងចូលដល់រមាំង3នៅដំណាក់កាលបញ្ចប់នៃការសំយោគប្រូតេអ៊ីនគឺនៅពេល ribosome លោតដល់កូដុងស្តុប OIAA OIAZ OICA ចលនាការសំយោគប្រូតេអ៊ីនត្រូវបានបញ្ចប់ដោយធាតុសាមញ៉ាំមាន ANM ribosome ANT ច្រវាក់ប៉ូលីពពទីតបានបែកចេញពីគ្នាហើយភ្លាមនោះមេត្រូនីនក៏បានផ្ដាច់ចេញពីច្រវាក់ប៉ូលីពពទីតដែរ4រមាំងបានជាមនុស្សដែលមានជំងឺគ្រុនផ្ដាសាយនៅពេលបរិភោគអាហារដឹងថាមិនសូវមានរសជាតិព្រោះរសជាតិនៃអាហារតាក់ទងទៅនឹងវិញ្ញាណក្លិនផងនិងវិញ្ញាណរសជាតិផងនៅពេលគ្រុនផ្ដាសាយស្រទាប់ស្លេសនៅក្នុងរន្ធច្រមុះខ្លាចជាខាប់ដែលនាំឲ្យកោសិកាខៀនវិញ្ញាណធ្មួលក្លិនបំពេញនាទីមិនបានត្រឹមត្រូវដូច្នេះពេលបរិភោគអាហារដឹងថាមិនសូវមានរសជាតិលេខ6រមាំងខួរតូចស្ថិតនៅខាងក្រោមខួរធំខួរតូចក៏ចែកអាតិកូលខួរចំនួន2ចំហៀងដែលស្រទាប់ខាងក្រៅរបស់ខួរតូចមានផ្នត់ជ្រៅជាច្រើនដែលកើតឡើងពីសារធាតុប្រផេះឯផ្នែកខាងក្នុងកើតឡើងពីសារធាតុពណ៌សដោយខួរធំដែរលេខ2ខួរតូចត្រួតពិនិត្យចលនាឆន្ទៈទាំងអស់និងចលនាអឆន្ទៈមួយចំនួន3បើសិនជាខួរតូចមានការខូចខាតគេសង្កេតឃើញសារពាង្គកាយបាត់បង់តុល្យភាពលំនឹងមានការកន្ត្រាក់ញ័រលេខ6បានជាសីតុណ្ហភាពខ្ពស់ពេកឬទាបពេកធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាពពីព្រោះអង់ស៊ីមជាប្រូតេអ៊ីនកាលណាសីតុណ្ហភាពខ្ពស់ពេកឬទាបពេកចំណងប៉ាប់ទីតត្រូវរលាសម្ព័ន្ធអ៊ីត្រូសែនត្រូវផ្ដាច់ជាហេតុធ្វើឲ្យទម្រង់និងនាទីប្រូតេអ៊ីនប្រែប្រួលมันអាចមានសកម្មភាពជាកាតាលីករបានទេ7ក្រោយពីក្របលំអងធ្លាក់លើស្តិចម៉ាតវាក៏ដុះពន្លកឡើងហើយពន្លូតខ្លួនចាក់ចូលទៅក្នុងជាលិកានៃកេសរញីរហូតដល់អូវុលណៃយកទាំងពីររបស់ក្របលំអងបានធ្វើដំណើរតាមបំពង់លំអងណៃយកទី1នៅខាងចុងបំពង់លំអងហាក់បីដូចជាអ្នកដឹកនាំដំណើរការលូតលាស់បំពង់លំអងហើយរលាយបាត់ទៅវិញណៃយកទី2ចែកខ្លួនតាមមីតូសមួយដងបង្កើតបានស្ពែម៉ាតូសូអ៊ីត2ក្នុងផ្លាសែលនៅពេលបំពង់លំអងទៅប៉ះថង់កំណរស្ពែម៉ាតូសូអ៊ីតទាំងពីរក៏ចូលទៅក្នុងថង់កំណរអូវុលអញ្ចឹងសំណួរនឹងបំពេញចន្លោះដែលខ្ញុំបានរៀបរាប់ខាងលើនេះគឺអស់ហើយអ្នកនរគ្នាអញ្ចឹងជាស្រ័យបងប្អូនអរគ្នាសម្រាប់ការអានទៅខុសកន្លែងណាឬក៏មានសម្លេងអ្វីរំខានសូមបងប្អូនអធិស្ឋានឲ្យកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវិញ្ញាសាផ្សេងទៀតអរគុណបងប្អូន